កម្មនៅខេត្តផ្សេងយើងមានក្រុមជំនុំមួយនៅភ្នំពេញប៉ុន្តែយើងមានក្រុមជំនុំច្រើននៅខេត្តហើយដូចខ្ញុំប្រាប់ពីមុនបេសកកម្មរបស់ខ្ញុំនៅឥឡូវនៅ ព្រៃវែងស្វារីកំពង់ចាមខ្ញុំគិតថាខ្ញុំអត់សូវមានបញ្ហាដែលខ្ញុំទៅជួបនៅនិយាយអំពីព្រះយេស៊ូវពីព្រោះខ្ញុំជាខ្មែរធម្មតាដឹងថាមនុស្សដែលសល់ដូចខ្ញុំធម្មតាគេប្រាប់ថាអូអ្នកគ្រូខាងយេស៊ូវពីព្រោះគេគិតថាមនុស្សដែលមកស្រុកខ្មែរដែលជនជាបរទេសឬអីធម្មតាគេគិតថាធម្មតាពីសាសនាយេស៊ូវតែខ្ញុំគិតថាអត់ត្រូវតែខ្លះនេះវិញដល់ជនជាខ្មែរនៅខេត្តគិតបាទ Jonathan មានអីទៀតទេអត់មានអីទេ Okay well thank you បាទយើងបើអត់មានសំណួរទេខ្ញុំសូមអញ្ជើញលោក Kevin King អញ្ជើញឡើងមកមានស្រីនៅនឹងស្ទើរហើយគ្រូសារាសរិទ្ធបាទអញ្ជើញមកហើយយើងមានអ្នកណាទៀតបាទនឹងលោកគ្រូហើយយើងដឹងថាលោកគ្រូគាត់ក៏ចេះស្បែកស្តដែរបើគាត់ចេះខ្មែរស្ទើរអ្នកគ្រូស្បែកស្តចេះខ្មែរហើយលោកគ្រូខាងនេះចេះទាំងខ្មែរចេះទាំងអង់គ្លេសហើយយើងអរគុណលោកគ្រូអ្នកគ្រូទាំងពីរនាក់ហើយយើងអរគុណព្រះអង្គដល់លោកអ្នកបងប្អូនទាំងពីរនាក់អាចមក entertain us you bring us the word of the Lord well thank you and you the word of encouragement the service that you serve in Cambodia this is the second time that you came here now on behalf of our churches here and on behalf of ARPC why are you here on behalf of Nazarene Gathering, Southeast Asian Gathering, we do have some small gift for you. I invite her. All right. We do have some small gift for you. And like I said, our group is full. So what we're doing here, we don't really acknowledge our headquarters because we have the new, regional director for US and Canada, Jeffrey Johnson. So one time I was receiving tap in my phone, but it turned out to be Frank, he was just saying that, Anand, give me a call. And I told him that, I called him this weekend, and before I called him, that text said that, can you send me some gift? I said, no, that's not Dr. Johnson. This one is for Pastor Kevin King, but now, but people do it, okay? You sau Rư Saratrip, but retreat Panapataka of my need for you. Well, thank you. Instead of me praying, I'm going to ask maybe Brother Kevin. Pray for us. Pray for the first, pray for everybody, and then you're going to sing a song or something. សូមបងប្អូនសម្រាប់ចិត្តអត្រាខ្ញុំបាទសូមចូលចូលជួយ សូមជួយក្រោកឈរឡើងដែលលោកនឹងគឺថាចំកម្មវិធីចាស់អរគុណសូមជួយលោកគ្រូអរគុណបិតាជំរាបគុំអរគុណរបស់ណាស់ពេលវេលាដែលជំរាបគុំមកជួបជុំគ្នាជំរាបគុំនឹកឃើញថានេះជាការអស្ចារ្យមួយដោយសារប្រគុណរបស់ព្រះអង្គបានត្រាស់ហៅយើងបានថ្លែងទៅជាកូនរបស់ព្រះអង្គដែលសារយើងជឿព្រះអង្គទទួលស្គាល់ព្រះអង្គជាព្រះសង្គ្រោះរបស់ព្រះអង្គយើងហើយយើងថ្លែងជាកូនរបស់ព្រះអង្គដូច្នេះយើងបានថ្លែងទៅជាបងប្អូនយើងស្រឡាញ់គ្នាទៅវិញទៅមករាប់អានគ្នាទៅវិញមកជាបងទាំងអស់គ្នាទាំងចាស់ទាំងក្មេងទាំងអស់គ្នាយើងជាកូនរបស់បងប្អូនហើយយើងជាបងប្អូនដូច្នេះនេះប្រៀបដូចជាការជួបជុំគ្នាសម្រាប់ក្រុមគ្រួសារសម្រាប់បងប្អូនហើយយើងមានពេលជួបជុំគ្នាយ៉ាងទៅឆ្លងអរគុណព្រះអង្គដែលសារប្រគុណរបស់បងប្អូនហើយយើងមានអំណរដូចជាពេលណាដែលយើងជួបជាមួយបងប្អូនរបស់យើងមានអំណរបានជួបជាមួយគាត់សួរសុខទុក្ខគាត់ជម្រាបសួរគាត់ហើយយើងជាមួយគាត់ហើយបានមានពេលវេលាជាមួយនឹងគាត់ប្រៀបដូចជាពេលនេះដែរយើងបានជួបជុំគ្នាបាន2 ថ្ងៃ2 យប់នេះហើយក៏មានអំណរហើយក៏អស់សប្បាយតែសារ
ហើយសារព្រះអង្គមានសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាដែលយើងខ្ញុំទាំងអស់គ្នាបានហើយយើងជាកូនរបស់ព្រះអង្គហើយព្រះអង្គជាព្រះបិតារបស់យើងសូមអរគុណដល់ព្រះសូមបង្គំដូចមួយយើងបីតម្លៃគ្នាជាផ្សេងអ្នកធ្វើទៅមកទៅត្រឡប់ទៅទេវិញពេលនៅឆ្ងាយនៅចិត្តក្តៅសូមអរគុណដូចមួយគេពេលវេលាពេលគេធ្វើមកទៅរហូតដល់ពេលរបស់ផងគេហើយក្រុមជំនុំរបស់គេខ្លួនសូមអង្គដូចមួយក្រុមជំនុំទាំងអស់ដែលបានចូលរួមជាមួយគ្នាហើយអ្នកប្រមាថព្រះអង្គហើយអ្នកស្រឡាញ់ព្រះអង្គទាំងអស់គ្នាហើយគេបានប្រកបដោយប្រគុណរបស់ព្រះអង្គគ្រប់ពេលវេលាសូមអរគុណព្រះអង្គសម្រាប់មហុបមហាដែលយើងនឹងទទួលទាននៅពេលខាងមុខនេះជាអំណាចពីព្រះអង្គផងដែរដែលយើងសូមថ្លែងអរគុណព្រះអង្គអ្វីៗទាំងអស់ដែលយើងបានទទួលគឺល្អណាស់ដែលសារយើងបានទទួលពីព្រះអង្គព្រះសង្គ្រោះពីព្រះមានពុទ្ធនៃសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាតែខ្ញុំសូមអរគុណព្រះអង្គហើយសូមថ្វាយគុណទៅការនេះដល់ព្រះអង្គក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមស្វាព្រះអង្គដល់ព្រះទីបអពុសានសុសសាទុអនេអនៅត្រង់ទាំងលោកចូលសសាព្រះអង្គចាសួអាមែន បងប្អូនហើយសូមសង្ឃឹមពោបន្តិចកំតិនមើលខ្ញុំសូមអញ្ជើញលោកគ្រូទាំងអស់គ្នាយើងនឹងថតរូបជុំគ្នាអ្នកទាំងអស់គ្នាបើមិនជំទាស់មកលោកគ្រូឡើងមកលោកគ្រូឡើងមកនេះហើយ